ងកំរាជកងកំរាជក្រាបចុះទាំងអស់គ្នាកងកំរាជចង់តាណាកូនសាមឯណាកុំអីខ្ញុំកូនសាមឯណាខ្ញុំអត់ដឹងទេក្រាបចុះកងកំរាជតែហ៊ានកំរាជយកបាញ់ភ្លាមចូលទៅរកកូនសាភ្លាមទៅចូលទៅរកកូនសាភ្លាមកងកំរាជបាត់ទៅប្រាក់ភ្លាមខ្ញុំអត់មានកូនសោទេអត់មានកូនសោហ៎ចាំម៉េចហ្នឹងកូនសោណែណាអត់ឆាលឿនឡើងប្រមូលដាក់ទាំងអស់ទៅឲ្យឆាប់ឡើងទៅ30វិ15វិលឿនឡើងណែចាប់ចេញទៅចេញទៅភ្លាមឡើងខ្ញុំភ្លាមកុំកំរើកឯងចង់យ៉ាងម៉េចហ្នឹងមិនក៏ធ្វើគេផ្អើលបើវាមិនស្លាប់មានតែយើងស្លាប់ចាប់ទៅទៅសូមជូនរឿងចៅស្រីសម័យថ្មីបងលេងណែប្រយ័ត្នប៉ូលីសណាចាប់គេខ្លួនទៅណាមិនក៏មិនឡើងម៉ូតូចាំឲ្យគេមកចាប់ទេចាប់មិនសម្រាប់មនុស្សតើបាននេះថាម៉េចទៅមែនហើយជាកំហុសរបស់ខ្ញុំតែវាចាំម៉េចពេលនេះយើងគួរតែតិចចិត្តទៅឆាប់ឡើងមកបើយ៉ាងនេះតទៅទៀតយើងសហការគ្នាយ៉ាងម៉េចទៅខ្ញុំនិយាយរួចហើយថាខ្ញុំគ្មានចេតនាសម្លាប់គេទេគឺសន្តិសុខនោះខ្លួនឯងការពិតទៅឯងទេជាអ្នកបាញ់តែខ្ញុំសយគឺខ្ញុំជាអ្នកបាញ់ទៅវិញពិតជាសយមែនតើថាម៉េចខុសហើយនៅថាត្រូវទៀតហ៎យ៉ាងណាក៏មិនចាប់បាញ់គេដែរឯងចង់យ៉ាងម៉េចហ្នឹងខ្ញុំប្រាប់ឯងទៅចុះទោះជាខ្ញុំបាញ់ឬមិនបាញ់គ្មានបញ្ហាទេបើសិនជាអ្នកបាញ់លើកនេះជាឯងវិញនោះខ្ញុំមិនជេរគេដោយមនុស្សឈួតអញ្ចឹងទេថាម៉េចឯងថាខ្ញុំមនុស្សឈួតហ៎មិនមែនទេគ្រាន់តែបាញ់មនុស្សម្នាក់ក៏ច្រឡោតដាក់ខ្ញុំទៅហើយយ៉ាងម៉េចឲ្យគេថាឯងនឹងជាស្រីចិត្តធម៌មែនទេគួរតែដឹងខ្លួនទៅយើងជាចៅនៅតែជាចៅកែមិនបានទេលៀងមិនជ្រះឡើយកែមិនបានម៉ែឯងអីចាំមិនហ្នឹងចង់ប្រើកម្លាំងបាយឯងកំភ្លើងខ្ញុំមិនខ្លាចផងកុំមកកែគ្នាទៀតបានទេរឿងទាំងអស់នេះគ្មានបានការទេពួកឯងចង់យ៉ាងម៉េចបើនៅឆ្លោះគ្នាទៀតយើងមានតែចែកផ្លូវគ្នាជាពីរទី1គឺចែកជាពីរដាក់ផ្លូវរៀងខ្លួនទី2គឺរងចាំស្លាប់មួយគ្រួសារតើពួកឯងចង់យ៉ាងម៉េចទៀតអាយឈីពេលនេះពួកឯងត្រូវចាំណាយើងគឺគ្រួសារតែមួយបងនេះចាប់ពេលនេះយើងធ្វើយ៉ាងម៉េចទៀតពេលនេះយើងគ្មានធ្វើអ្វីទេសម្រាប់បន្តិចសិនទៅដើម្បីលំហែអារម្មណ៍តែពួកឯងត្រូវចាំណាខ្ញុំឲ្យលុយពួកឯងមួយសេនក៏មិនខ្វះដែរ អាលីយ៉ាយើងខាជួបគ្នាយូរមកហើយមុខមាត់នាងកាន់តែស្អាតរូបរាងក៏កាន់តែស្អាត
ទៀតផងណាអីអើយអេនេះខ្ញុំជួយកាន់កាបូបឲ្យណាមិនបាច់ទេអីអើយអេនេះអាលីយ៉ាខ្ញុំមានរឿងមួយចង់ពិភាក្សាជាមួយនាងមានរឿងអីខ្ញុំចង់ឡើងក្រែជាមួយនាងអីយ៉ាអូយខ្ញុំប្រាប់លោកណាខ្ញុំមានប្តីហើយមានប្តីក៏មានទៅនាងមិនដាច់ចិត្តនឹងប្តីដែលមានជំងឺ2ឆ្នាំឡើងលើក្រែមិនរួចតែខ្ញុំអាចទៅរួចដែរមែនណាលោកអាចទៅរួចតែសាល់បងមើលសិនទៅអេល្អតាអីអូយហើយអើយស្រីចង្រៃឯនេះមិនក៏ពឹសពុលសបើម្លេះអូយលើថាវីនីសម្រាប់សន្តិសុខនោះនាងជាបងស្រីរបស់ពួកគេនាងមានប្រដាប់ពួកគេជំនួសខ្ញុំទេរឿងដែលមិនត្រូវការវិការទៅហើយបើពេលនោះគេមិនសម្រាប់សន្តិសុខនោះគេប្រកាសជាមានគ្រោះថ្នាក់បើវាអញ្ចឹងទៅហើយក៏អញ្ចឹងចុះក៏ប៉ុន្តែលើក្រោយកុំឲ្យមានបញ្ហានេះកើតឡើងទៀតត្រូវតែដឹងថាខ្ញុំជាថៅកែតាបែបទេខ្ញុំវាស្ងប់ស្ងាត់តែនាងជាអ្នកបង្ករឿងខ្ញុំពិតជាពិបាកដោះស្រាយតាខ្ញុំលែងចង់ធ្វើទៀតដែរថាម៉េចនាងចង់ដកខ្លួនហ៎សូមនាងគិតឲ្យបានច្បាស់លាស់ទៅនាងគឺជាចោរកែមិនបានទេហើយម្យ៉ាងទៀតជាច្រើនឆ្នាំមកនេះខ្ញុំមានដែលឲ្យនាងខាតទេហើយតាំងពីមុនមកគឺខ្ញុំជាអ្នកផ្គត់ផ្គង់នាងឲ្យមានជីវភាពប្រសើរហើយលុយដែលបានបាននោះគឺសម្រាប់តែព្យាបាលប្តីនាងដេកនៅក្នុងពេទ្យនោះហើយបើពេលនេះដកខ្លួនតើបានលុយឯណាមកព្យាបាលជំងឺប្តីនាងទៅហ៎ការពិតពេលនេះប្តីនាងគឺអញ្ចឹងទៅហើយនាងមានតែផ្លូវនេះមួយគត់មានតែធ្វើបាបគេឬមួយក៏ឲ្យគេអត់ឃ្លានទៅត្រូវនាងគួរតែគិតខ្លួនឯងផងទៅប្រាក់ដែលបានមកសិតតែឲ្យមនុស្សស្លាប់នោះវាពិតជារឿងប្តីរបស់ខ្ញុំចេះដោះស្រាយហើយខ្ញុំគ្រាន់តែដឹងថាបើខ្ញុំមិនធ្វើទេការខាត់បងរបស់លោកគឺធំធេងណាស់មែនហើយប៉ុន្តែខ្ញុំមិនចង់ស្ដាប់ពាក្យនេះទេណាស់ហើយឈប់ធ្វើក៏បានដែរក៏ប៉ុន្តែនាងជួយខ្ញុំ2ដងទៀតចុះបើធ្វើរួច2ដងហើយនាងចង់យ៉ាងម៉េចក៏បានដែរលបងចេញមកបន្តិចទៅសានកៅចាំបងនៅការិយាល័យយូរហើយចេញទៅជាមួយខ្ញុំមកជួលកែមួយមកអេអាឡុងអាលីងអាឡុងខ្ញុំគ្រាន់តែបានទទួលទូរស័ព្ទឯភ្លាមក៏មកផ្លែតខ្លាចឯមានការយល់ច្រឡំណាសូមកុំយល់ច្រឡំអីយ៉ាងម៉េចនឹងមកវិញគឺប្រសើរហើយណាមើលទៅបងចោះផ្ទះសានណាមើលទៅហូបបានដេកបានណាមើលទៅមិនដាច់ចិត្តពីហុងកុងនេះទេអាឡុងពិតជាចិត្តបានមែនមែនទេអាលីងឡាំងកៅមិនគួរយកស្រាក្រហមអត់យ៉ានីមកទទួលសានកៅនោះទេយកល្អបន្តិចមកអូអាឡុងនៅតែល្អនឹងខ្ញុំយើងជាបងប្អូនណាមកអោបគ្នាមួយទៅមកអោបមួយទៅមិននឹកស្មានថាឯងលេចមុខទៀតសោះឯងចង់មកជ្រៀតជ្រែកអីទៀតយើងក៏ជួយឯងបានដែរអាយឈីនេះជារបស់ឯងអរគុណវីនី
មួយចំណែកគឺរបស់ឯងទទួលទៅអរគុណវីនីកុំចាយខ្ជះខ្ជាយពេកបើមិនអញ្ចឹងទេពី3ថ្ងៃទៀតប្រកាសតែមកខ្ចីលុយខ្ញុំទៀតហើយបងលីងតើមានអីត្រូវធ្វើទៀតទេដល់ពេលនោះខ្ញុំនឹងប្រាប់ពួកឯងលោកប្តីតើពេលណាបងដឹងខ្លួនខ្ញុំគឺអាលីងបងបានដេកអស់743ថ្ងៃហើយបងឆាប់ដឹងខ្លួនឡើងទៅប្រាប់មកអ្នកណាជាអ្នកធ្វើបាបបងប្រកាសជាដឹងមែនទេបងទុកចិត្តចុះខ្ញុំសូមស្បត់ថាមិនលើកលែងវានោះទេមនុស្សម្នាក់តែងតែមានរឿងរ៉ាវរបស់ខ្លួនខ្ញុំក៏អញ្ចឹងពេលនេះខ្ញុំជាអ្នកបង្ហាញម៉ូដធ្វើជាចៅជាជំនាញរបស់ខ្ញុំហេតុអីក៏ខ្ញុំធ្វើជាចៅគឺដើម្បីលុយធ្វើចោលគឺដើម្បីឲ្យប្រុសសម្អុយនោះចិញ្ចឹមខ្ញុំឲ្យខ្ញុំដេកលើក្រែតែប៉ុណ្ណោះខ្ញុំចង់ធ្វើជាចោលប្រភេទនេះខ្លាំងងាយស្រួលណាស់ហេមិនវាយគ្នាមិនស្គាល់គ្នាទេបើនេះយើងវាយគ្នាទៅអូយអាឡែតឯងចង់លេងជាមួយជើងផងឯងមិនសាកសមទេកុំកំរើកកាប់ចុះបើមិនអញ្ចឹងទេយើងបាញ់បបាយក្បាលហើយពេលថ្ងៃត្រង់ថ្ងៃនេះនៅផ្លូវវាងជាមានកើតនៅអំពើប្លន់ធំមួយចៅស្រី2នាក់ជាអ្នកចូលប្លន់លុយរបស់ក្រុមហ៊ុនទាំងអស់ពេលនេះប៉ូលីសកំពុងតាមស៊ើបអង្កេតហើយអ្នកជួបហេតុការណ៍បានសម្គាល់ពីរូបរាងរបស់ចៅស្រីនោះអស់ហើយមានមនុស្សថាពេលដែលចង់ចាក់ចេញពីមុខរបរនេះមានវិបត្តិធ្ងន់ធ្ងរណាស់គឺត្រូវកែប្រែចរិតរបស់ខ្លួនខ្ញុំបានធ្វើជាចៅទៅហើយគឺមានចំណាប់អារម្មណ៍ណាស់ការពិតភ័យរបស់ខ្ញុំគឺលែងមានទៀតហើយជួយផងកំរិតនៅស្ងៀមជួយផងជប់ភ្លៀងជួយផងជប់ភ្លៀងកំរិតនៅខាងនោះស្អីចឹងហើយចាក់រត់ទៀតអីហ៎ជួយផងចាំរត់ទៀតពេលនេះដូចជាមានមនុស្សវាយគ្នាឯងសម្លាប់យើងទៅទោះជាសម្លាប់យើងក៏យើងមិនទៅជាមួយឯងដែរបានប្រយោជន៍អីទៅយើងnênធ្វើជាមនុស្សរបស់យើងវិញយើងមិនទៅធ្វើព័ន្ធជាមួយឯងទេបងលីងរឿងចឹងជារឿងបុគ្គលទេមិនចាំបាច់បុគ្គលឆ្លាតទេបងតែយើងក៏គ្មានការងារធ្វើដែរតែមើលបន្តិចទៅយើងមិនទៅជាមួយឯងទេសម្លាប់យើងទេបើនេះមិនទៅវិញជាមួយយើងទេយើងនឹងចាប់បខំហើយស្រីម្
ម្នាក់នេះមានកំណត់មែនខ្ញុំចូលចិត្តគេបានចាំមែនយកទៅបន្តិចសិនចង្រៃចង់សម្រាប់ខ្លួនផងស្មានតែងាយស្រួលណាស់ទៅនាំគេទៅមានគ្នាច្រើនមកធ្វើបាបមនុស្សម្នាក់អញ្ចឹងហ៎ស្រីចង្រៃមានអីតែទៅនេះឬមួយចោលយើងចាប់ទាំងនេះចង់តបដៃហ៎ងាប់ទៅឆាប់ដល់លែងស្រីនោះភ្លាមបើមិនអញ្ចឹងទេយើងសម្រាប់ឯងបាទនាងអីថាកាយយើងជាណាទេតានាងហ្វុងណាពួកឯងក៏ដើម្បីលុយដែរបើវាយគ្នាប្រយ័ត្នថ្នាំងថ្នាក់ដល់ថកែរបស់ឯងណាពួកខ្ញុំក៏ធ្វើតាមជាមេដែរកុំឈឺឆ្អាលអីអ្នកណាថាឈឺឆ្អាលមិនបានបងឡុងធ្វើស្អីហ្នឹងចង់សម្រាប់គោះភ្ជុងនៅកំភ្លើងដាក់កំភ្លើងចុះទៅចាស់បងឡុងឆ្លាតបន្តិចទៅបានរំខានពេកហើយនេះជាបងលីងអាចឈ្មោះអីដែរខ្ញុំគឺអាចឈីហ៊ានដើរជាមួយយើងទេចង់ទៅណាទៅឋាននរកពេលនេះខ្ញុំនៅឋាននរកទៅហើយបងឡុងខ្ញុំពិតជាពេញចិត្តគេខ្លាំងណាស់បើពេញចិត្តនាំទៅជាមួយទៅអាយឈីមិនក៏ស្ងោសង្កាត់នៅកន្លែងនេះម្នាក់ឯងអញ្ចឹងមានរឿងអីក្នុងចិត្តមែនទេគ្មានរឿងអីទេខ្ញុំកំពុងតែគិតថាតើកែប្រែជីវភាពយ៉ាងម៉េចទៅកែប្រែជីវភាពមិនក៏ចង់កែប្រែជីវភាពអញ្ចឹងហ្វីនីខ្ញុំពិតជាចង់កែប្រែមែនបងលេងដឹងទេខ្ញុំមិនចង់រស់នៅដោយជីវភាពភ័យខ្លាចនោះទេខ្ញុំចង់ធ្វើជាស្រីធម្មតាម្នាក់ឯងស្មានថាធ្វើអញ្ចឹងអាចផ្លាស់ប្ដូរជីវភាពបានណាឯងដឹងទេបើឯងដកខ្លួនមែនអញ្ចឹងការសហការរបស់យើងត្រូវរលាយហើយអ្នកទាំងពីរយកចិត្តទុកដាក់នឹងខ្ញុំល្អនឹងខ្ញុំណាស់តែខ្ញុំពិតជាមិនចង់យ៉ាងនេះតទៅទៀតទេឯងមិនចង់ធ្វើគឺត្រឹមត្រូវហើយខ្ញុំយល់ចិត្តឯងណាមនុស្សចង់ផ្លាស់ប្ដូរដកខ្លួនគឺអាចទៅរួចប៉ុន្តែអាឈីខ្ញុំដាស់តឿនឯងរឿងមួយពិភពលោកខាងក្រៅភ្លៀងខ្យល់ខ្លាំងណាស់ម្យ៉ាងទៀតខ្ញុំខ្លាចម៉ាឡុងមិនដោះលែងឲ្យឯងរួចខ្លួននោះទេខ្ញុំបានត្រៀមខ្លួនជាមុនទៅហើយប្រសើរណាស់បើឯងសម្រេចចិត្តទៅហើយខ្ញុំគាំទ្រឯងទៅចុះប៉ុន្មានថ្ងៃទៀតគឺមានកិច្ចការទៀតហើយបើឯងអាចចូលរួមបានក៏ជាការល្អដែរខ្ញុំបានទៅសុំម៉ាឡុងរួចហើយពេលធ្វើកិច្ចការពីរចប់ខ្ញុំអាចជ្រើសរើសដោយសេរីហើយរស់នៅដោយខ្លួនឯងបានមិនបាច់ភ័យខ្លាចទៀតទេថ្ងៃក្រោយយើងនៅតែជាមិត្តល្អទេប្រកាសហើយទោះជាយ៉ាងណាក៏ដោយយើងនៅតែជាគ្រួសារតែមួយត្រូវចាំណាយើងជាបងប្អូនល្អបើមានការអីទូរស័ព្ទឲ្យខ្ញុំចុះណាបានទេតាក់ទងឲ្យខ្ញុំណាបានហើយសូមឲ្យសំណាងល្អខ្ញុំទៅហើយសុំតោហ្វីនីនិយាយក៏អត់បានការដែរមនុស្សយើងមានការជ្រើសរើសរបស់ខ្លួនឯងតែឯងត្រូវតែចាំណាមិត្តមួយថ្ងៃគឺមិត្តអស់មួយជីវិតណាខ្ញុំទៅមុនហើយលីងបងលីងបងឲ្យគេទៅតាំងយ៉ាងនេះហ៎មែនហើយខ្ញុំធ្លាប់ប្រាប់ឯងដាស់តឿនពួកឯងធ្លាប់រកប្រាក់ជាមួយគ្នាហើយធ្លាប់ជួយគ្នានៅកិច្ចការជាច្រើនទៀតតែមិនបញ្ជាក់ថាខ្ញុំអាចគ្រប់គ្រងចិត្តពួកឯងបានទេ
បាទថ្ងៃក្រោយឯងនឹកឃើញចង់ផ្លាស់ប្ដូរមុខរបរទៀតនោះខ្ញុំក៏គ្រប់គ្រងឯងដែរបងលេងខ្ញុំនឹងថាបងចិត្តល្អណាស់តែបងដឹងទេបងធ្វើយ៉ាងនេះបងឡងនោះមិនលើកលែងបងទេឡើងឡានមកឡើងឡានមក ខ្ញុំខកចិត្តហើយពេលនេះតើពេលណាមកកំដរខ្ញុំទៀតចាប៉ណ្ណឹងបានហើយលាយខ្ញុំនិយាយរួចហើយព្រឹកស្អែកចូលធ្វើការការងាររបស់យើងនៅទីនេះពិតជាងាយស្រួលខ្លាំងណាស់មែនទេ មែនហើយ អាឈីពេលណានេះមកធ្វើការបាន បានគ្រប់ពេលទាំងអស់ចូលកាយមួយទៅ បងលេងពិតជារអៀលខ្លួនណាស់ឲ្យបងចាំយូរចឹងនេះតែដៃមួយ យេ យេ មកយឺតពេលហើយត្រូវតែពីនេះត្រូវចែកពេញណា ខ្ញុំមកយឺតត្រូវតែផឹកខ្ញុំប្រាប់ដំណឹងល្អមួយទៅចុះខ្ញុំរកការងារថ្មីបានធ្វើហើយ ពិតមែនណា ពិតមែនណា ក្រែងឯងធ្វើជាអ្នកបង្ហាញម៉ូដទេ អ្នកបង្ហាញម៉ូដអីទៅគិតតែពីដោះខោឲ្យគេមើលរាល់ពេលខ្ញុំគ្មានចំណូលចិត្តទៀតទេខ្ញុំក៏រកការងារពិតប្រាកដមួយទៅ ការងារថ្មីអីទៅមិនក៏ឯងសប្បាយចិត្តយ៉ាងនេះ ខ្ញុំធ្វើខាងជំនួយការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ជំនួយការតើអាចទៅរួចទេប្រហែលជាអាចត្រូវហាត់បន្តទៀតប៉ុន្តែទោះយ៉ាងណាថ្ងៃនេះត្រូវតែផឹកអបអឯងបន្តិចដែរណានាំគ្នាផឹកទៅដើម្បីអបអគេតោះនាំគ្នាផឹកទៅមកនំពងទា ខួបកំណត់អ្នកណាទៅ អាយឈីយើងធ្វើជាបងប្អូនគ្នាយូរហើយថ្ងៃខួបកំណត់របស់ឯងឬអីខ្ញុំមិនដឹងដូច្នេះខ្ញុំនិងហ្វេននេះបានពិភាក្សាគ្នារួចហើយចាប់ពីថ្ងៃនេះទៅគឺរាល់ឆ្នាំក្នុងថ្ងៃនេះត្រូវធ្វើខួបកំណត់ឲ្យឯងជារៀងរាល់លើកថ្ងៃនេះឯងរកបានការងារថ្មីធ្វើនេះជាដំណឹងល្អគួរឲ្យអបអរឯងណាមកជល់កៅទៅ និយាយតាមត្រង់ទៅចុះសូម្បីតែខួបកំណត់ខ្លួនឯងក៏ខ្ញុំមិនដឹងដែរ ពេលនេះឯងដឹងហើយហ៎មែនហើយយើងនាំគ្នាបួងសួងទៅ បងលេងខ្ញុំអរគុណបងណា
សំបីតែថ្ងៃកំណើតខ្លួនឯងក៏ខ្ញុំមិនដឹងផង ពេលនេះឯងដឹងហើយមែនទេមែនហើយបងសួងទៅ Happy birthday to you. Happy birthday to you. Happy birthday, happy birthday. Happy birthday to you. អាឈីជូនពរឯងជូនពរឯងឲ្យកាន់តែស្អាតថែមទៀតណាអាចចូល អរគុណអរគុណអ្នកទាំងពីរ អាឈីកាដូនេះខ្ញុំជូនឯង អរគុណបងលីង ចាប់ពីថ្ងៃនេះទៅខ្ញុំមិនបាននៅកំដរឯងរហូតនោះទេកុំព្យូទ័រនេះគឺជាចំណងមិត្តភាពរបស់ពួកយើង អាលីណានាងសម្រាប់យូរហើយល្មមដល់ពេលជួយធ្វើកិច្ចការខ្ញុំទៀតហើយ ពេលនេះចំនួនមនុស្សមិនគ្រប់បើឲ្យធ្វើឆាប់យ៉ាងនេះគឺមិនបានទេបើមនុស្សមានបទពិសោធន៍គឺខ្ញុំអាចទុកចិត្តតែបើមនុស្សគ្មានបទពិសោធន៍ទេខ្ញុំត្រូវណែនាំគេជាថ្មីពេលនេះខ្ញុំខ្លាចធ្វើមិនទាន់បានខ្លាំងណាស់ អញ្ចឹងរកអាយឈីមកវិញទៅ មិនបានទេខ្ញុំបានយល់ព្រមឲ្យគេដើរផ្លូវត្រូវវិញហើយខ្ញុំមិនចង់គេផ្លាស់ប្ដូរទេ នាងចង់ថាម៉េចបើបងឡុងមិនទាន់ងក់ក្បាលផងមិនក៏ហ៊ានឲ្យគេចេញបើនាងមិនមកវិញទេប្រកាសជាអណយធម្មហើយអាលីណាខ្ញុំមានដែរទុកនាងជាអ្នកក្រៅទេបូករួមទាំងប្តីនាងពេលនេះការងារនេះបានផ្ដល់ប្រមាណ100លានណានាងជួយម្ដងនេះទៀតទៅ ពិតជាមិនបានមែន ហើយនាងមិនទាន់ឃើញផងមិនក៏នាងហ៊ានថាមិនបានបើមិនកើតឲ្យកូនចៅទៅជាមួយទៅឬក៏ឲ្យបងចដូនមួយជួយទៅ ខ្ញុំមិនតម្រូវធ្វើការជាមួយមនុស្សប្រុសទេគេមិនស័ក្តិសមទេ ចឹងไรយោនាងមើងងាយខ្ញុំមិនដឹងថាមិនកើតអេឯងយ៉ាងម៉េចដឹងអាលេងថាមិនស័ក្តិសមគឺមិនស័ក្តិសមហើយមិនក៏ឯងនិយាយច្រើនម្លេះឆាំអង្គុយចុះទៅ អ្នកទាំងពីរកុំប្រកែកគ្នារបាយការណ៍ទុកខ្ញុំយកទៅមើលចោះប្រហែលជាត្រូវការពេលវេលាបន្តិចចាំខ្ញុំរាយការណ៍ជាក្រោយចោះអ្នកនាងសូមអញ្ជើញអ្នកនាងត្រូវការពិសាអី យកកាហ្វេមួយកែវមក ចាចាំបន្តិចលោកមកគ្នាប្រហែលអ្នកដែរសូមអញ្ជើញចូលទៅក្នុង មានកន្លែងហើយ ចា ស្រីស្អាតហើយយ៉ាតែម្នាក់ឯងទេយ៉ាងម៉េចហ្នឹងហ៎ណាឲ្យខ្ញុំកំដរចោះហើយយ៉ាងនាងស្អាតណាស់មានចំណូលចិត្តថត់កូនឯទេហើយយ៉ាខ្សែដៃនេះស្អាតមែនណោះហា អ្នកនាងកាហ្វេរបស់អ្នកនាង អូពិតជាស្អាតណាស់ហេអូហ៊ីនាងប្រើលេនេះពិតជាល្អណាស់ណោះ ពិតមែនទេ ពិតមែន ពិតជាស្អាតមែនទេ មែនអី ឯងទៅស្លាប់ទៅ អូអី ណែមិនក៏លោកដើរតាមខ្ញុំ មិនមែនទេខ្ញុំគ្រាន់តែចង់រាប់អានជាមិត្តនឹងនាង ជាមិត្តទេជាមិត្តអីទៅលោកក៏ដូចជាប្រុសនោះដែរដូចតែគ្នានឹងមិនខុសគ្នាទេ
អូមិនមែនទេសំទោស សុំទោសកុំអើទៅក្រែងចង់ធ្វើជាមិត្តជាមួយខ្ញុំនោះអី មែនហើយខ្ញុំឈ្មោះអាហោ មិនក៏ចង់រាប់អានខ្ញុំ ព្រោះនាងពិសេសណាស់យើងធ្វើជាមិត្តនឹងគ្នាផឹកតែជជែកគ្នាលេងទៅ ផាក់តាជជែកគ្នាលេងហ៎មិនក៏ងាយស្រួលម្លេះបន្ទាប់មកមើលកូនក្រោយមកកលាំងក្រែ អត់ទេមិនមែនទេខ្ញុំមិនដែលគិតអញ្ចឹង មិនដែលគិតទេពិតទេមកតាមខ្ញុំមក ណែទៅណាហ្នឹងទៅណាកុំដកខ្ញុំផឹកស្រាហើយនឹងរំទៅ អីផឹកស្រានឹងរំបានអូឲ្យខ្ញុំសំទោសថៅកែទឿនខ្ញុំឲ្យប្រគល់របាយការណ៍ឥឡូវចេះចោះចាំថ្ងៃស្អែកចុះណា ក៏បានខ្ញុំអាចភ្លេចលោកហើយក ុំអញ្ចឹងអីយប់នេះម៉ោង8ទៅភោជនីយដ្ឋានកាច់ជ្រុងនោះទៅបានទេ ខ្ញុំគិតមើលសិនម្យ៉ាងទៀតកុំតាមខ្ញុំទៀតណា ណែកាប់ពិតទៅបើមាននិស័យគឺអាចនៅជាមួយគ្នាហើយឯងគួរតែចេះថែរក្សាណែឯងថាទៅតើគេនឹងសង្ហាដែរទេ អាចទៅរួចគេដូចជាអ្នកនិពន្ធតែរូបរាងដូចជាល្ងងខ្លាំងណាស់គេថាខ្ញុំនេះពិតជាពិសេសមែន ឯងពីដើមមកគឺពិសេសហើយគ្រាន់តែខ្ញុំឃើញឯងដំបូងខ្ញុំដឹងច្បាស់ទៅហើយណាហើយខ្ញុំក៏ចូលចិត្តដែរ អរគុណមែនហើយដូចជាអត់ឃើញហ្វីនី គេនោះខ្ញុំដឹងគេចេញទៅហើយ គេឡប់សតិទៀតហើយឯងក៏ស្គាល់មនុស្សដូចគេដែរគេស្រឡាញ់ភេទដូចគ្នាឲ្យគេលួចលុយក៏លួចមិនបានផងផឹកស្រាស្វឹងរាល់ថ្ងៃអួតចាក់ទិញហ៊ីងហៅលើក្រែម្សិលមិញនិយាយតែប្រមាណម៉ាត់ហ្នឹងក៏ច្រឡោតដាក់ខ្ញុំតែម្ដងហើយហ្វានីឯងធ្វើអីហ្នឹងឯងជប់ភ្លាមទៅកុំបំផ្លាញប្តីផ្ដាស់ណានេះជាផ្ទះរបស់ខ្ញុំឯងឈួតទេខ្ញុំចូលចិត្តតែមានអីទាស់ទៅឯងត្រូវដឹងថានេះជាផ្ទះរបស់ខ្ញុំបើមិនមែនខ្ញុំឯងដេកតាមចាំថាទៅហើយស៊ីដោយសារខ្ញុំស្នាក់ដោយសារខ្ញុំនៅច្រឡោតដាក់ខ្ញុំទៀតនេះជាផ្ទះរបស់ខ្ញុំបើមិនពេញចិត្តទេឯងចេញទៅមានអីអស្ចារ្យឈប់និយាយបើមិនពេញចិត្តនឹងខ្ញុំទៅហើយខ្ញុំទៅល្អណាស់បើទៅហើយក៏មកវិញទៀត បាំនេះទេតាមរកគេមកវិញឲ្យគេសុំទុំមួយម៉ាត់ទេ មិនចាំបាច់ទេរឿងនៅលើលោកនេះវាស្នាបានកំណត់ទៅហើយនេះគឺជាក្រឹតក្រមធម្មជាតិទុកឲ្យគេទៅមកខ្យល់សិនចោះក៏មកខំគេអីឯងក៏អញ្ចឹងដែរឯងដឹងទេ ចុះបងឡុងយ៉ាងម៉េចទៅហើយ ពេលនេះឯងកុំនិយាយពីគេអីនាំមកផ្លាញ់បរិយាកាស ណែថាមកកាយទៅផឹកឲ្យអស់ណាផឹកឲ្យអស់មកចាំម៉េចពិតជាអត់ទៅវិញទេ សេះល្អមិនទៅកន្លែងចាស់ទេ ចុះពេលនេះឯងគិតធ្វើអីទៅ ជួយធ្វើកិច្ចការបង្លងនឹងណា ឯងគួរតែរកការងារថ្មីធ្វើទៅ ខ្ញុំមិនដូចឯងទេតែខ្ញុំអាចធ្វើឲ្យបានទៅឬឲ្យខ្ញុំទៅធ្វើជាមន់សរុបទៅគឺខ្ញុំមានគោលដៅរបស់ខ្ញុំទៅហើយ តើធ្វើយ៉ាងម៉េចទៅហៅឯងឈីមក
ណែបងឡុងថាខានជួបនាងយូរចង់រកនាងនិយាយគ្នាលេងខ្ញុំមានការងារផ្សេងហើយគ្មានអីគួរនិយាយជាមួយគាត់ទេស្រីចង្រៃបញ្ជាបងឡុងមិនស្ដាប់ទេហីសុំទោសណាហ្វេនីលើកក្រោយជួបគ្នាទៀតអាជីបើខ្ញុំជានាងវិញណាខ្ញុំទៅតាក់ទងជាមួយគាត់ហើយបើនាងចង់ស្លាប់ដល់ពេលរាក់តាក់ជាមួយគាត់ហើយចង់ទៅស្លាប់ក៏គ្មានអាណារីរាំងនាងដែរបានបងឡុងអីយ៉ាទីបំផុតជួបនាងហើយមកអង្គុយសិនទៅខ្ញុំសុំទោសខ្ញុំមានណាត់គេហើយនាងមានណាត់គេហើយសំណាងម្លេះមើលទៅនាងមានរូបរាងស្អាតយ៉ាងនេះគេប្រកាសជានៅរងចាំនាងហើយមកអង្គុយសិនទៅអីយ៉ានិយាយតែមកដល់ទៅចោះអាលីងគេត្រូវការមនុស្សជួយគេណាក្រែងនាងស្និទ្ធស្នាលនឹងគេហើយមិនក៏គិតផ្សេងចឹងបងលីងក៏អត់និយាយជាមួយបងទេគាត់ក៏មិនចង់ឲ្យខ្ញុំបកក្រោយដែរនេះជានាមបណ្ឌរបស់ខ្ញុំអីនាងចាប់បាច់អីទៅលបាក់យ៉ាងនេះហ៎អាឈីយ៉ានាងគួរតែយល់ហើយណាខ្ញុំគ្រប់គ្រងអារម្មណ៍លែងបានហើយព្រោះគ្មានអ្នកណាស្ដាប់ខ្ញុំទៀតទេខ្ញុំរំលឹកនាងចោះនាងកុំភ្លេចអីពេលដែលពួកនោះចាប់នាងទៅធ្វើមកតើអ្នកណាជួយនាងមកវិញសុំទោសបងឡុងខ្ញុំឈប់ត្រឹមនឹងហើយថាម៉េចធ្វើមិនទៅឯងកុំសួរថាធ្វើមិនរត់ទៅលើតើបានទេបងលីងក្រែងឯងណាត់ជាមួយគេហើយខ្ញុំបានជួបនឹងបងឡុងមកឡុងមកឡុងប្រាប់ឯងថាម៉េចខ្លះបងឡុងចង់ឲ្យខ្ញុំជួយធ្វើកិច្ចការបងឯងត្រូវចាំណាឯងជាជូលីមិនមែនអាឈីទេមិនដូចកាលពីមុនទេរឿងរបស់ខ្ញុំនឹងមកឡុងទុកឲ្យខ្ញុំដោះស្រាយខ្លួនឯងចោះមិនតាក់ទងនឹងឯងទេបើគេរករឿងឯងខ្ញុំមិនអោបដៃមើលនោះទេឯងអង្គុយទៅអរគុណបងលីងខ្ញុំដឹងថាបងឈឺឆ្អាលបងចង់ឲ្យខ្ញុំល្អតែបងមិនទុកឱកាសឲ្យខ្ញុំឈឺឆ្អាលនឹងបងបើលើកនេះខ្ញុំមិនធ្វើបងគួរតែកុំធ្វើអីរកការងារថ្មីទៀតទៅអាឈីនេះមិនមែនជាវិធីដោះស្រាយល្អនោះទេប្តីខ្ញុំនៅក្នុងមន្ទីរពេទ្យគាត់ត្រូវការលុយខ្ញុំត្រូវការថែទាំគាត់ជុំនិយាយទៅក្រែងឯងមានណាត់ជាមួយគេមិនកុំឆាប់ទៅកុំឲ្យខកការណាត់សួស្តីអ្នកនាងសុំសួរថាអ្នកដែលអាសាមកវាយកុំព្យូទ័រទីនេះគេមានមកទេគាត់មកដែរហើយកាន់ផ្កាមកបាយចាំយូរពេកគាត់ត្រឡប់ទៅវិញទៅអរគុណ
អាហៅ អូនាយក លោកប្រធានរកឯងចុះឯណារបាយការណ៍របស់ឯង នាយកទុកចិត្តចោះរបាយការណ៍ខ្ញុំនឹងប្រគល់តាមពេលកំណត់ ចាំមិនដឹងឯងខកខានការណាត់ទេខ្ញុំបានឃើញឯងអង្គុយសំកក់ក្នុងហាងយូរហើយ ប្រហែលជាខ្ញុំមិនស័ក្តិសមនឹងគេមែនហើយនាយកទៅផ្ទះតាប្តីនាយកមានយកឡានមកទទួលទេ ហើយគាត់នោះឃើញហើយគួរឲ្យស្អប់ខ្លាំងណាស់យើងដើរជាមួយគ្នាទៅ បាទ បានហើយអាហៅខ្ញុំត្រូវប្រញាប់ទៅធ្វើម្ហូបផងមិនបានកំដរទេណា បាទបាយនាយកយ៉ាងម៉េចហ្នឹង យ៉ាងនេះទេផ្កាមួយបាច់នេះខ្ញុំជូននាយកចុះ អរគុណអញហើយណា កុំគួរសមអីទោះបីខ្ញុំទុកក៏គ្មានប្រយោជន៍អីដែរ បានអញ្ចឹងខ្ញុំទទួលទុកចុះ បាទ មែនហើយអាហៅឯងកុំអស់សង្ឃឹមអីស្រីល្អមានច្រើនណាស់រើសទៀតទៅណា បាទខ្ញុំដឹងហើយ ដល់មកហើយស្អែកជួបគ្នាទៀត បាទស្អែកជួបគ្នាអាយឈីណានាយកផ្កានេះមិនអាចជូននាយកបានទេអ្នកស្រីនាយកយកទៅទិញមកបាច់ទៀតទៅណាយកទៅខ្ញុំទៅសិនហើយខ្ញុំជូននាង អរគុណខ្ញុំឈ្មោះជូលី ខ្ញុំឈ្មោះជុនជាហោគឺជាអ្នកនិពន្ធរឿងបឡំលោក ជាបឡំលោកបែបណាទៅសើមកេតឬក៏ស្នេហា ជាបឡំលោកស្នេហា អូ ណែនេះជាកន្លែងអីហ្នឹង ជាផ្ទះរបស់ខ្ញុំ ផ្ទះរបស់នាង ចាំមិនហ្នឹង មិនក៏ស្នាក់នៅទីនេះ ហើយខ្ញុំពិតជាមិនយល់សោះមិនក៏ខ្ញុំត្រូវរាប់អានជាមួយមនុស្សល្ងងអញ្ចឹង មានតាក់ទងអីទៅ មិនក៏អត់តាក់តងខ្ញុំខ្លាចលោកដឹងពីប្រវត្តិរបស់ខ្ញុំហើយស្ដាយក្រោយវិញ ឬមួយនាងជាអ្នកបង្ហាញមុតស្ព្រីនស្ពៀឬក៏ជាម្ចាស់ស្ត្រីទៅ ហើយមិនល្បីដល់ថ្នាក់នោះទេចាំមិនចង់ចូលទៅផឹកតែហូបនំអីបន្តិចបន្តួចដែរទេហាហើយជូនត្រឹមមាត់ទ្វារប៉ុណ្ណឹងបានហើយបើចង់ហូបបាយជាមួយខ្ញុំណាត់ខ្ញុំជាមុនទៅណា បាន អាជី បងលេង ទិញផ្កាមកជូនខ្ញុំហ៎គេទៅវិញហើយហ៎ បងឃើញអស់ហើយតើមែនទេ អត់ទេគួរឲ្យស្រឡាញ់ណាស់មិញនេះពេលបងចង់ទៅបន្ទប់ទឹកក៏ដើរទៅរៀនហាឃើញតែម្ដងទៅ ខ្ញុំប្រញាប់ទៅវិញទេ ការពិតទៅមិនក៏ឯងមិននាំគេទៅផ្ទះរបស់ឯងទៅ ខ្ញុំមិនចង់ឲ្យគេដឹងពីប្រវត្តិរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំយល់ថាឯងគួរតែប្រាប់គេតាមត្រង់ទៅធ្វើយ៉ាងនេះទៅប្រសើរណា បើគេដឹងថាខ្ញុំធ្វើចោលគេប្រកាសជាភ័យខ្លាចហើយ មិនអាចទេបើគេពិតជាស្រឡាញ់ឯងគេមិនប្រកាន់នឹងអ្វីដែលឯងធ្វើនោះទេផ្ទុយទៅវិញបើគេមិនស្រឡាញ់ឯងគេប្រកាន់នៅប្រវត្តិរបស់ឯងនោះស្នេហាបែបនេះបានប្រយោជន៍អីទៅគឺមិនអាចបានប្រយោជន៍ទេ បងលេងមិនក៏បងដូចជាស្រស់ស្រាយម្លេះថ្ងៃនេះ បងស្រស់ស្រាយតែរហូតនឹងស្រស់ស្រាយមានរឿងអីមិនល្អយ៉ាងហើយក៏មិនស្មុគស្មាញពេកដែរមែនទេ ពីថ្ងៃនេះខ្ញុំត្រូវចេញទៅធ្វើកិច្ចការខាងក្រៅមិននៅផ្ទះទេកូនសោនេះខ្ញុំឲ្យឯងកាន់ចាស់ទុកថាជាផ្ទះរបស់ឯង អរគុណបងលេង អ
ញ៉ាំទឹកក្រូចសិនទៅ ចា ម៉េចក៏នាងស្រឡាញ់ផ្កាកុលាប ពេលមុនខ្ញុំឈ្មោះកូឡាបក្រោយមកឈ្មោះអាឈីពេលនេះឈ្មោះជូលី អូឈ្មោះអីក៏ច្រើនម្ល៉េះបើអ្នកមិនស្គាល់នាងយល់ថានាងជាតារាភាពយន្តហើយ មនុស្សឈ្មោះកូឡាបគេស្លាប់បាត់ហើយកុំរំលឹកពីគេទៀត បើកុលាបស្លាប់បាត់ទៅហើយចោះឈ្មោះអាយឈីនោះ ឈ្មោះអាឈីនេះពិតជាសាមញ្ញមែនតែកិច្ចការដែលគេធ្វើអាចឲ្យលោកភ័យបាន ហេតុអីទៅ ពីព្រោះគេបានធ្វើរឿងអាក្រក់ច្រើនណាស់ ការពិតខ្ញុំក៏បានធ្វើរឿងអាក្រក់ច្រើនដែរដូចជាកិច្ចសាលាលួចលុយរបស់ប៉ាខ្ញុំហើយនឹងវាយគ្នាទៀតខ្ញុំក៏ត្រូវប៉ូលីសចាប់ដែរធ្ងន់ធ្ងរជាងគេគឺបានកំទេចឡានរបស់នាយកសាលាសឹងតែលែងបានរៀនទៀតផងអូមែនហើយនាងធ្វើអាក្រក់ស្អីខ្លះ ខ្ញុំធ្លាប់ប្លន់គេនឹងបង្ករបួស នាងនិយាយលេងទេអី មិនមែនទេ ពិតមែនទេ ប្រកាសជាមិនមែនហើយលេងសាយអន្តាមិនក៏ភ័យយ៉ាងនេះទៅកើត តាលោកស្រឡាញ់ខ្ញុំមែនទេ មែនតែនាងនៅមានអាតកំាំងខ្ញុំមិនទាន់យល់អស់ទេ អាចកំបាំងមិនល្អឯង មិនមែនថាមិនល្អនោះទេតែខ្ញុំចង់ស្វែងយល់ពីនាងឲ្យបានច្រើន បើការជួបគ្នាលើកទី1មិនមែនក្នុងភោជនីយដ្ឋានតែខ្ញុំគឺជាស្រីម្នាក់ដែលលក់ខ្លួនទៅវិញការជួបគ្នារបស់យើងគ្រាន់តែជាការចៃដន្យតើលោកយល់ថាខ្ញុំចម្លែកទេ មែននិយាយចំពោះខ្ញុំនាងប្រកបមុខរបរអីក៏ខ្ញុំមិនប្រកាន់ដែរ អូខេខ្ញុំនាំលោកទៅកន្លែងមួយ អេការពិតនាងចូលចិត្តដុតទៀនណាស់ណោះ គឺបងលេងគាត់ជាអ្នកបង្រៀនខ្ញុំទេគាត់ថាដុតទៀនដូចជាមនុស្សយើងអញ្ចឹងម្ដងភ្លឺម្ដងងងឹតដូច្នេះយើងធ្វើជាមនុស្សត្រូវឆ្លងកាត់ការសាកល្បង បងលេងរបស់នាងរ៉ូមែនទិកមែនពេលនេះគាត់នៅណា ពួកខ្ញុំពីដើមមកមិនសួរថាអ្នកណាទៅណាទេបើពេញចិត្តក៏ស្នាក់នៅជាមួយគ្នាប្រហែលថ្ងៃទៅបើមិនពេញចិត្តទេខ្ញុំទៅដល់ណាក៏គ្មានអ្នកណាដឹងនោះដែរ អ្នកទាំងពីរមានសេរីភាពណាស់ណោះ បានទេមិនបានទេមិនបានទេ ហេតុអីក៏មិនបាន ខ្ញុំមិនទាន់បានត្រៀមខ្លួននោះទេ ឬមួយក៏លោកមិនត្រូវការខ្ញុំទេ ត្រូវការប៉ុន្តែតើនេះទៅរួចទេ ណាស់ហើយចាំងហើយលោកក៏បានកំដរខ្ញុំដែរ អ្នកនាង ហ៎លោកភ្ញាក់ហើយហ៎ អ្នក អូ នាង ខ្ញុំឈ្មោះអាលីង អូបងលីងអើមែនហើយឯណាជូលី គេ
ចេញទៅក្រៅហើយយប់មិញលោកបានធ្វើស្អីខ្លះ អត់មានទេលោកមានសំណាងណាស់លោកជាប្រុសទី1ដែលជូលីនាំមកគេចេញទៅធ្វើការនៅក្រុមហ៊ុនដូច្នេះឲ្យខ្ញុំមកមើលលោកផងយ៉ាងម៉េចតើលោកមានចំណូលចិត្តកំដរខ្ញុំលេងប៊ីយ៉ាទេ លេងប៊ីយ៉ាលោកពូកែណាលោកហៅតើលោកមានកាយចង់សួរខ្ញុំទេ គ្មានអីទេតែមានកិច្ចការជាច្រើនយល់ថាអ្នកទាំងពីរចម្លែកណាស់អ្នកទាំងពីររស់ស៊ីអី ពួកខ្ញុំហ៎ក្រែងជូលីធ្វើជាជំនួយការក្នុងផ្នែកផ្សព្វផ្សាយនោះអី ហើយចុះបងលីងវិញនោះ លោកទេមើលទៅ មើលទៅបងលីងស្អាតយ៉ាងនេះប្រហែលជាតាក់ទងរបស់រចនាហើយមើលទៅអាចថាអញ្ចឹងក៏បានតែបើគិតឲ្យដល់ទៅគាត់តែថាអ្នកស្រឡាញ់គ្រឿងអលង្ការទើបត្រូវខ្ញុំចូលចិត្តប្រមូលរបស់មានតម្លៃច្រើនដូចជាពេជ្រណាដូចជាត្បូងហើយនៅរបស់បុរាណប្រភេទរបស់មានតម្លៃជាច្រើនទៀតគ្រប់ប្រភេទទាំងអស់រួមទាំងជូលីមិនមែនទេជូលីមិនមែនជាអ្នកប្រមូលរបស់ទេខ្ញុំគឺជាបងប្អូនរបស់ជូលីខ្ញុំស្រឡាញ់គេណាស់គេគួរឲ្យស្រឡាញ់មើលទៅរូបរាងខាងក្រៅដូចជារឹងប៉ឹងនិងជាស្រីដែលស្វាហាប់តែក្នុងចិត្តគេទន់ជ្រាយណាស់គេត្រូវការមនុស្សប្រុសម្នាក់ថែទាំនិងការពារគេប៉ុន្តែគេប្រហែលជាមានកម្លាំងខ្លាំងជាងមនុស្សប្រុសដូច្នេះបើលោកចង់រាប់អានគេតទៅទៀតប្រហែលជាលោកត្រូវចំណាយនៅតម្លៃច្រើនបន្តិចចំណុចមួយនេះសង្ឃឹមថាលោកពិតជាពិចារណាបានច្បាស់បាទ ស្រីឈ្មោះខមានការអីខ្ញុំមានមិត្តភក្តិណែនាំថាបើមានរបស់លក់មែនទេខ្ញុំមិនមែនហាងលក់ទំនិញទេរកខុសមនុស្សហើយបងខកុំច្រឡំឯសោះណែឲ្យតាមខ្ញុំពីកញ្ចប់មកខ្ញុំមិនដឹងថានាងរាប់សតិអីទេណែកុំខឹងអីស្ដាប់ខ្ញុំនិយាយសិនទៅឈប់សិនខ្ញុំជាប៉ូលីសខ្ញុំសង្ស័យថានាងលក់ថ្នាំនិយាយផ្ដេសផ្ដាស់អីហ្នឹងខ្ញុំមិនលេងប៊ូលីងមិនថាខ្ញុំលក់ថ្នាំទៅវិញទោះជានាងនិយាយស្អីឲ្យខ្ញុំឆែកឆេកកាបូបនាងសិនទៅនេះជាពាក់លុយយើងមិនតាន់សងផងណាអត់ទេខ្ញុំអត់ស្គាល់នាងទេខ្ញុំមិនជាពាក់លុយនាងទេឡែកខ្ញុំទៅឈប់សិនឈប់សិនឈប់គេជាអ្នកលក់ថ្នាំណាគេក៏ជាពាក់លុយខ្ញុំណាស់ដែរណែការ៉ែមរបស់នាងអរគុណអង្គុយសិនទៅឆ្ងាញ់ណាស់មើលឲ្យច្បាស់បន្តិចលោកក្រកឈរឡើងខ្ញុំមើលឲ្យច្បាស់បន្តិចរូបរាងខាងក្រៅខ្ញុំដូចជាមិនស្អាតទេតែខ្ញុំមានទឹកចិត្តណាមានទឹកចិត្តគឺទឹកចិត្តតែទុនខ្សោយនោះអីឬក៏នាងយល់ថាខ្ញុំដូចជាព្រះបត្រាទេខ្ញុំមិនចូលចិត្តព្រះបត្រាអីទេខ្ញុំស្រឡាញ់តែមនុស្សតូចទឿគេមិនធ្វើអ្វីទាំងអស់តែអាចរៀបការជាមួយពនាងបានហើយមនុស្សទឿនោះគេថែរក្សាពនាងយ៉ាងល្អខ្ញុំចង់ឲ្យលោកធ្វើជាមនុស្សប្រុសទឿរបស់ខ្ញុំ
បានមួយនោះស្អាតណាស់អូយលើវិញណានាងខ្លាយមកហូបបន្តិចទៅណាអរគុណលោកគិតតែពីចាប់ឲ្យខ្ញុំលោកផឹកទៀតតែហេដាក់តែបន្តិចបានហើយបានហើយលោកមិនមែនជាមនុស្សប្រុសទេផឹកឲ្យអស់ទេឲ្យខ្ញុំផឹកអស់ហើយពិតជាឲ្យផឹកមែនផឹកជាមួយគ្នាទៅបានចាបានតាមានបញ្ហាអីហើយវ៉ាមិនក៏លេបលឿនម្ល៉េះណាលេបទៅពិតជាត្រូវលេបមែនអូយលេបទៅនេះអត់លឿនឡើងល្អណាស់ហើយយ៉ានេះយ៉ាងម៉េចទៅហើយណែជូតចេញទៅខ្ញុំគ្រានាងចេញទៅណាមកប្រយ័ត្នតិចណាហើយយ៉ាពិតជាពិបាកមែនក៏អួតពេញតែក្នុងបង្គន់បានធូរបន្តិចនៅខ្ញុំយល់ថាលោកមិនមែនជាមិត្តប្រុសខ្ញុំទេគួរធ្វើជាម៉ាក់ខ្ញុំវិញតែខ្ញុំនិយាយរឿងមួយស្ដាប់កាលពីមុនមានក្មេងស្រីម្នាក់ឈ្មោះរ៉ូសាមានបិសាចមួយជួយនាងចេញពីឋាននរកបិសាចនោះក៏ប្រគល់អំពើអាក្រក់ទាំងអស់ឲ្យទៅរ៉ូសានោះកាន់កាប់ហើយរ៉ូសាព្រោះតែចង់សងគុណបិសាចវិញក៏សុកចិត្តធ្វើជាដៃស្ដាំរបស់បិសាចនោះខ្លាចនាងអបសពម្នាក់ឯងក៏ចាត់ឲ្យខ្ញុំមកជួយថែរក្សារ៉ូសាហើយឲ្យរ៉ូសារស់នៅដោយសប្បាយចិត្តហើយលោកនេះគួរឲ្យធុញខ្លាំងណាស់មែនហើយខ្ញុំគួរឲ្យធុញ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 បងឡងមានការត្រូវធ្វើទៀតដែរហ៎លោកខាងនេះគឺជាអ្នកចំនួនជប៉ុនលោកឆាងធានយប់នេះនាងគួរតែកំដរគាត់ឲ្យបានល្អបន្តិចផងបងឡងណាខ្ញុំមិនទម្លាប់កំដរមនុស្សប្រុសផងលើចេះចាស់ឲ្យខវិញតែលោកឆានធានគាត់ថាមាននិស្ស័យជាមួយនាងកុំនិយាយច្រើនពេកយប់នេះត្រៀមខ្លួនកំដរគាត់ទៅអូខេស្អែកនាងត្រូវមកឲ្យលឿនបន្តិចនាងត្រូវរៀនពីគេហើយថ្ងៃស្អែកនាងត្រូវតែទៅធ្វើការជាមួយនឹងពួកគេទាំងពីរចុះដឹងទេនាងស្ដាប់យល់ហើយនៅអាឡូតើលោកចង់រត់ណាសូមហៅអាឈីបន្តិចដល់ទីចាសូមចាំមួយផ្លែតអាឈីមានទូរស័ព្ទចានាងមកនេះអាឡូអ្នកណាគេនឹងខ្ញុំគួរហៅលោកនៅកន្លែងណាខ្ញុំនៅខាងក្រោមនេះខ្ញុំនឹងទៅភ្លាមណែអញ្ចឹងទៅផ្សំជាមិត្តប្រុសខ្ញុំស្អាតគឺវាស្អាតហើយតែខោអាវនេះវាថ្លៃណាស់ចាំចំណាយច្រើនធ្វើអីរកបានវិញតាអាចរកវិញបានហ៎ខ្ញុំស្លៀកពាក់ខោអាវថ្មីលើកទី1គឺអាយុ18ឆ្នាំកាលនោះខ្ញុំត្រូវធ្វើអន្តរប្រវេសន៍ហើយត្រូវការរូបថតទៀតទៅពាក់ខោអាវខាងអឺរ៉ុបនោះហើយខោអាវទាំងនោះគឺខ្ញុំខ្ចីពីហាងថតរូបពាក់សិនហេតុអីក៏មិនសុំប៉ាម៉ាក់របស់លោកទិញទេខ្ញុំមិនចង់ធ្វើជាកូនអកតញ្ញូទេតោះទៅ